ចាថ្ងៃនេះនាំម្ដាយមកពីបាត់ដំបងទៅស្គាល់កាហ្វេ J-Star នៅខេត្តសៀមរាបយើងនឹងឯងបងប្អូនចាដោយសារតែនៅក្នុង Facebook មានអ្នកប្រម៉ូទតទៅនឹងកាហ្វេ J-Star ច្រើនចាឃើញល្បីយូរហើយប៉ុន្តែគេល្បីឡើងចង់សាបវិញអញ្ចឹងណាបងប្អូនប៉ុន្តែអត់តន់បានតែទៅឥឡូវបានទៅស្គាល់ម្ដងចាពេលទៅដល់ហ្នឹងរៀងច្រឡំផ្លូវទៀតបងប្អូនដោយសារតែខាងក្រៅហើយនិងខាងក្នុងគឺខុសគ្នាដាច់បងប្អូនដោយសារខាងក្រៅហ្នឹងមានផ្ទះបុរីនៅជុំវិញមានសន្តាគារដោយអត់មានលក្ខណៈព្រៃចាំងហ្គលចេះទេចាដល់ពេលចូលទៅក្នុងមកវ៉ាវឃើញដើមឈើធំមានទឹកធ្លាក់ទឹកអីចឹងណាបងប្អូនចាស្រស់ស្រាយនិយាយទៅកន្លែង Cafe J-Star នេះគាត់ប្រកែរៀបចំបងប្អូនទិញដីបានហើយរៀបចំដើមឈើមាន playground ឲ្យក្មេងលេងមានកន្លែងអង្គុយញ៉ាំអីមានទឹកធ្លាក់ទឹកអីចឹងទៅសប្បាយម្យ៉ាងដែរបងប្អូនត្រជាក់ភ្នែកហើយក៏ញ៉ាំអាហារឆ្ងាញ់នៅទីនឹងទៀតបងប្អូននិយាយទៅមកស្រុកខ្មែរស្គមមិនរួយទេបងប្អូនចង់សរកគីឡូក៏សរកអង្ការដែរខ្ញុំគឺឆ្ងាញ់រហូតចឹងណាហើយយើងអត់បាច់ធ្វើហត់ទៀតចានិយាយរឿងញ៉ាំឆ្ងាញ់ហ្នឹងក៏នឹកឃើញនិយាយរឿងលុយម្ដងបងប្អូនចាដោយសារតែមួយរយៈមុនហ្នឹងមានបងប្អូនយើងគាត់ចាយតកតងនឹងការផ្ញើលុយតាម MoneyGram គឺមានការកាំងចាដូចកាំងនៅធនាគារកណ្ដាលអត់ធ្លាក់មកដល់ ABA អីចឹងណាបងប្អូនព្រោះភាគច្រើនគាត់ប្រើចាធនាគារអាមេរិកចូល MoneyGram ហើយ MoneyGram direct មក ABA ចាតែមួយរយៈមុនហ្នឹងឃើញបងប្អូនយើងគាត់ចាយវីដេអូតាក់ទងនឹងរឿងហ្នឹងជាពិសេសបងប្អូនដែលគាត់នៅក្រៅប្រទេសដែរអញ្ចឹងណាបងប្អូនចាបងប្អូននៅអាមេរិកឬគាត់ផ្ញើលុយមកបងប្អូននៅស្រុកខ្មែរនិងដូចជាចាទៅដល់អ្នកធ្វើការឲ្យគាត់អីចឹងណាបងប្អូនចាអញ្ចឹងទៅក៏តាក់ទងដល់ខ្ញុំដែរព្រោះដោយសារខ្ញុំភាគច្រើនខ្ញុំប្រើចាការវេលុយពីធនាគារអាមេរិកហ្នឹងមកចូលតាមរយៈ MoneyGram នឹងឯងបងប្អូនហើយបានចូល ABA ចឹងណាចាដល់ពេលចឹងទៅខ្ញុំក៏ទៅខាង ABA សួរគេដែរថាមានបញ្ហាកាំងលុយអីចឹងអត់ចឹងណាបងប្អូនតែខាង ABA គាត់ថាអត់តែមានបញ្ហាអីទេឲ្យតែយើងដាក់លេខចាអត្តញ្ញាណប័ណ្ណយើងត្រឹមត្រូវពិនិត្យមើលតាមអត្តញ្ញាណប័ណ្ណឈ្មោះអីចឹងត្រឹមត្រូវអត់មានទេគេទៅបើកលុយបានចាពីច្រើនគាត់និយាយរឿងcash pick up ចឹងណាបងប្អូនចាហើយបងប្អូនយើងក៏និយាយដែរថាបើសិនជាយើងអត់ដាក់ direct bank ទេយើងដាក់cash pick up អានឹងដូចអត់មានបញ្ហាអីទេចឹងណាតែចំណែកខ្ញុំពីច្រើនខ្ញុំដាក់ direct bank ដោយសារតា direct bank ដូចក្រោម$3,000ហ្នឹងសេវាតា$1.99 សេនសេវាថោកមែនទេបងប្អូនចឹងខ្ញុំរើសប្រើ direct bank នឹងឯង MoneyGram មក direct bank ABA ចាប៉ុន្តែពួកខ្ញុំអត់ដែលផ្ញើលុយដល់10000តាម MoneyGram ទេផ្ញើទៅតាមចារយៈក្រោម$3,000អញ្ចឹងណាបងប្អូនចាពួកពីច្រើនខ្ញុំផ្ញើដើមខែម្ដងពាក់កណ្ដាលខែម្ដងព្រោះយើងត្រូវការទូទាត់ថ្លៃជួលផ្ទះម្ហូបអាហារថ្លៃកូនរៀនអីផ្សេងអញ្ចឹងណាបងប្អូនចាដល់ពេលមួយរយៈមុនហ្នឹងគឺខ្ញុំបានកក់ឡានចានៅក្រុមហ៊ុន Ford ណាបងប្អូនចឹងទៅកក់យូរដែរតាំងពីខែ8ម៉េះគេថាខែ12ខែ1ហ្នឹងឡាននឹងមកដល់ចាចឹងទៅក៏មានបញ្ហាព្រោះដោយសារតែយើងអត់មានលុយនៅក្នុងខ្លួនលុយសុទ្ធលុយអីទេចាអញ្ចឹងយើងពឹងលុយប្រាក់ខែពីធនាគារដែលគេធ្វើការចាខាងក្រុមហ៊ុនប្តីខ្ញុំធ្វើការហ្នឹងគេតម្លាក់ចូលធនាគារអាមេរិកហើយបានយើងដកពីធនាគារអាមេរិកហ្នឹងចាវេចូល MoneyGram ហើយចូល ABA អញ្ចឹងណាវា2-3តងចាក៏ពិតធ្វើការនៅក្រៅបានទទួលលុយពីក្រៅប្រទេសមកក៏រៀងពិបាកដែរទី1សេវាទី2យើងត្រូវរោចាសេវាកម្មថ្លៃហើយទី2យើងត្រូវរោធនាគារឬក៏សេវាវេលុយណាដែលយើងអាចទុកចិត្តបានអញ្ចឹងណាឬមានបញ្ហាអីចឹងទៅយើងអាច call យើងអាច complain ហើយគេអាចទូទាត់ឬក៏ដំណោះស្រាយយើងបានលឿនចាពីព្រោះខ្ញុំក៏ធ្លាប់ជាប់កាំងកាតមួយដែរពួកខ្ញុំមានកាត3អញ្ចឹងទៅនៅពេលដែលខ្ញុំវេលុយក្នុងមួយថ្ងៃហ្នឹងខ្ញុំវេច្រើនដងបងប្អូនដល់ពេលអញ្ចឹងទៅកាតខ្ញុំមួយហ្នឹងកាំងយើងអាចប្រើនឹងវេមកស្រុកខ្មែរបានទៀតទេចាប៉ុន្តែយើងអាច transfer លុយនៅក្នុងកង់នឹងចង់និយាយថានៅក្នុងកង់ធនាគារហ្នឹងចូលទៅកង់ធនាគារមួយផ្សេងទៀតបាននៅក្នុងអាមេរិកដូចគ្នាចាអញ្
ចឹងខ្ញុំក៏វេពីកងតខ្លួនចូលទៅកងរួមរបស់ប្តីខ្ញុំចឹងណាបងប្អូនចាចឹងទៅអាកងហ្នឹងឥឡូវវាជាប់រហូតហើយចាគេថាថ្ងៃណាមួយយើងនឹង call ឲ្យគេដោះឲ្យយើងវិញចឹងណាប៉ុន្តែយើងអត់មានចាំបាច់ត្រូវប្រើអីក៏ជាប់ទៅប៉ុន្តែដល់ពេលបញ្ហាថាវេលុយមកដល់ MoneyGram ហើយវាជាប់អញ្ចឹងលុយអត់ធ្លាក់ ABA អាហ្នឹងជាបញ្ហាធំចាបងប្អូនព្រោះរាល់ថ្ងៃពួកយើងរំពឹងពីលុយពីធនាគារអាមេរិកមកគឺយើងត្រូវរកវិធីចេញជាចូលជា MoneyGram ហើយបានចូល ABA អញ្ចឹងណាបងប្អូនប៉ុន្តែបើសិនជាយើងប្រើតាម ATM អីក៏បានដែរបងប្អូនយើងទៅដកលុយពី ATM អីបានប៉ុន្តែគ្រាន់តែសេវាកម្មនៅពេលដែលយើងដកលុយពី ATM មកវាអស់សេវាច្រើនដូចយើងដក 1000 អីអញ្ចឹងវាអស់ទៅដល់14រៀលណោះបងប្អូនអញ្ចឹងណាចឹងយើងគិតទៅវាស្ដាយសេវានឹងដែរចាទៅពេល MoneyGram គឺជាសេវាមួយដែលធូរជាងគេដែលខ្ញុំកន្លងមកខ្ញុំតែងផ្ញើលុយចឹងណាបងប្អូនបើសិនយើងផ្ញើត្រឹម 2005 អីសេវានៅតែ$1.99 ដដែលវាអត់មានសេវាថ្លៃចឹងណាព្រោះនៅពេលដែលខ្ញុំទិញឡានហ្នឹងគេថា MoneyGram កាំងអញ្ចឹងពួកខ្ញុំក៏បានផ្ញើតាម MoneyGram ដែរយើងសួរអ្នកដែលគាត់ធ្លាប់នៅអាមេរិកក៏ផ្ញើលុយទិញដីទិញអីចឹងហ៎អញ្ចឹងក៏គាត់ថាប្រើកម្មវិធី Wise ហ្នឹងហើយធនាគារអាមេរិកទៅកម្មវិធី Wise ហើយ Wise ចូលមក ABA ចាប៉ុន្តែគាត់ថាសេវាអត់ថ្លៃចិត្តអស់$100អញ្ចឹងណាបងប្អូនប៉ុន្តែនៅយើងផ្ញើខ្ទង់10000ហើយមួយទៀតគេថារយៈពេល4ថ្ងៃបានលុយធ្លាក់ចូល ABA អញ្ចឹងណាប៉ុន្តែនៅពេលដែលយើងវេទៅគឺតែ24ម៉ោងទេគឺលុយធ្លាក់ដល់ ABA អញ្ចឹងមានន័យថានៅពេលដែលយើងផ្ញើលុយច្រើនពីធនាគារមកធនាគារអាមេរិកមកធនាគារខ្មែរហ្នឹងគឺមានការបុកពោះបងប្អូនដោយសារតែចេះបើសិនជាលុយនឹងចប់កាំងយើងត្រូវកាំងទាំងអស់ឡានក៏អត់បានយកចំណាយអីផ្សេងក៏អត់បានចំណាយអញ្ចឹងណាបងប្អូនពោះយើងមិនដូចថាថ្លៃជួលផ្ទះជួលអីយើងអត់ចាប់គេបានណាហើយថ្លៃទឹកថ្លៃភ្លើងអីផ្សេងអញ្ចឹងណាអញ្ចឹងទៅក៏ហើយពួកខ្ញុំក៏មានដូចថាយើងតម្កល់លុយសុទ្ធទុកទាំងដុំនៅក្នុងធនាគារស្រុកខ្មែរយើងទេអត់ទេយើងធ្វើការមួយខែយើងពឹងមួយខែចាអញ្ចឹងក៏មានការជ្រួលច្បល់ដែរមួយរយៈហ្នឹងអញ្ចឹងបងប្អូនស្ដាប់ទៅមានថាមានលុយហើយនៅពិបាកចាយទៀតចាបងប្អូនពេលខ្លះពិបាកមែនតាតែបើសិនយើងប្រើ Visa Card នៅស្រុកខ្មែរយើងឥឡូវតាមទំនិញហាងទំនិញផ្សេងដូចហាងអង្គរចា Baby Outlet ឬក៏ខាងភោជនីយដ្ឋានខ្លះអញ្ចឹងគាត់ទទួល Visa Card អញ្ចឹងណាបងប្អូនប៉ុន្តែបើសិនជាយើងទៅទិញអីដូចជានៅតាមផ្សារអីគេអត់យកទេ Visa Card ទៅចាជាពិសេសនៅស្រុកយើងដូចមានផ្សារតាមភូមិផ្សារអីចឹងណាបងប្អូនចាបើ ABA គេទទួលច្រើនសឹងតែគ្រប់កន្លែងមាន ABA ទាំងអស់ហើយសូម្បីតែនៅកន្លែងចាកន្លែងលក់ឡានក៏គេអត់ទទួលច្រើនម៉ឺនជា Visa Card ដែរបើយើងត្រឹម1000-2000អីអាហ្នឹងគេទទួលបានចឹងណាបងប្អូនចាចឹងនឹងបបពិសោធន៍ក្នុងការដែលយើងឲ្យធ្វើការនៅក្រៅប្រទេសជាពិសេសយើងធ្វើការសម្រាប់ក្រុមហ៊ុននៅក្រៅប្រទេសហើយគេវេលុយចូលធនាគារអាមេរិកចឹងណាបងប្អូនចាពួកយើងអត់ឲ្យគេចាគេឲ្យយើងអត់ឲ្យគេ transfer ចូលធនាគារស្រុកខ្មែរ direct យើងទេគឺយើងនៅទុកចា bank ធនាគារចាកងធនាគារអាមេរិកដដែលអញ្ចឹងណាស្រួលយើងចេញចូលពេលយើងទៅអាមេរិកទៅអីវិញអញ្ចឹងណាបងប្អូនហើយមួយទៀតដឹងស្រាប់ហើយនៅអាមេរិកយើងធ្វើការបានប្រមាណអញ្ចឹងយើងត្រូវមានការកាត់ពន្ធអញ្ចឹងការចេញចូលធនាគារនៅក្នុងអាមេរិកគឺសំខាន់អញ្ចឹងណាបងប្អូនចា